តោះឥឡូវសម្រាប់បងប្អូនដែលថ្មីលើគាត់សូមមកមើលជាមួយរបៀបក្នុងការកំណត់ក្តារតែទៅជាមួយនឹងតើយើងកំណត់របៀបម៉េចដើម្បីប្រើបានខុសគ្នាឬក៏ប្រើបានរហូតសម្រាប់ម៉ូដឬទំហំដែលយើងត្រូវការណាអញ្ចឹងនៅក្នុង Word របស់យើងជួយទៅដើម្បីកំណត់យើងចុចអីគឺ layout នៅក្នុង layout បងប្អូនទៅមើលជាមួយនឹងកន្លែង size តើទំហំជាស្អីយើងយកទំហំលើនឹងដាក់ A4 ចុះហើយសម្រាប់ orientation ព្រេបឈរបងប្អូនលេខតាមការគូរបស់យើងមកហើយសម្រាប់ margin ការងារដែលយើងចង់ទុកក្តារឲ្យសល់កេមទូលាយបងប្អូនយក normal បើយើងចង់ទុកកេមឲ្យកាត់ថាវាសល់តិចឬក៏ចំណេញក្តារឬចំណេញជាមួយស្លឹកយើងយក narrow ទៅប៉ុន្តែបើសម្រាប់ហៅថាការកំណត់មិញបើសិនបើយើងចូលទៅកាន់ជាមួយគេហៅថាបើក file ថ្មី blank យើងទៅមើល file ថ្មីរបស់យើងតើយើងចូល layout size យើងឃើញថាវាអត់ទាន់ select size ណាមួយទេ margin ក៏អត់ទាន់រើដែរchứបើខ្ញុំចង់ធ្វើការកំណត់បើសិនតែខ្ញុំកំណត់មិញហ្នឹងចង់ឲ្យប្រើ mode ហ្នឹងឥឡូវថាម៉ាស៊ីនមួយហ្នឹងខ្ញុំប្រើវាចឹងគឺលើលិខិតរដ្ឋបាលធ្វើសភៅឬធ្វើចឹងណាអញ្ចឹងខ្ញុំចង់កំណត់ default ម្ដងគឺប្រើបាន mode រហូតអញ្ចឹងយើងចូលទៅកាន់អីមនុស្ស layout បងប្អូនចុច icon នេះក៏បានឲ្យចេញផ្ទាំង page setup ឬក៏យើងចូលទៅកាន់កន្លែង margin យើងយក custom margin ក៏ចេញនឹងដែរអញ្ចឹងសម្រាប់កន្លែងនេះគឺទីមួយគឺកន្លែង margin តើ margin ដាក់បានឧទាហរណ៍ខ្ញុំធ្វើសភៅហ្នឹងគឺធ្វើការងារនេះដាក់មួយកន្លះបើថាសម្រាប់ margin ជុំវិញហ្នឹងខ្ញុំដាក់មួយកន្លះខ្ញុំ select copy ខ្ញុំ select នេះខ្ញុំ pass យើងវាយចូលបាន pass ក៏បានអញ្ចឹងបងប្អូនលេខតាមការគួរ pass មកហើយក្រដាសយើងដាក់អីបញ្ចូលដាក់បញ្ចូលទៅកន្លែង paper នេះបងប្អូនទៅសរេស្រង់ជាមួយនឹងទំហំរបស់យើងមកជាទំហំការងារប្រហែលគឺធ្វើលិខិតរដ្ឋបាលទៅណាយើងយក A4 មកអញ្ចឹងកន្លែងហ្នឹងមិនថាចូលទៅកាន់ tab ណាមួយទេបើបងប្អូនចុច OK setting ហ្នឹងគឺវា apply សម្រាប់ file Word មិញទេ file Word ក្រៅគឺអត់ apply ទេជាប្រកាសនេះយើងធ្វើការងារនឹងបន្តទៀតតារាទៀតអញ្ចឹងយើងអត់ចាំបាច់ទៅកំណត់ម្ដងទៀតទេយើងចុចទៅ set as default នៅខាងក្រោមសំខាន់ណាកន្លែងនេះរាល់ setting របស់ Office ឬក៏កម្មវិធីដែលយើងមានកន្លែង set as default បែរថាពេលដែលយើងចុចទៅបើយើងអូខេបានថាម៉េចរាល់ file ដែលយើងបើកក្នុងម៉ាស៊ីនយើងគឺនឹងតែជាប់ style ឬក៏ mode ទំហំក្តារហ្នឹងហើយអូខេមកឬ yes មកយើងសាកបើក file ថ្មីមក file blank ឥឡូវសម្រាប់ file Word ថ្មីនេះយើងទៅមើលអីយើងទៅមើលជាមួយ size វាយើងចូលទៅកាន់កន្លែងមកមើលទាំងអស់មកទីមួយគឺគេ margin ជាប់មួយកន្លះទេកន្លះយើងគឺបញ្ឈរ paper A4 ទៅដែរអញ្ចឹងបែរថាម៉េចយើងកំណត់ម្ដងយើងបានប្រើម៉ាស៊ីនទោះបីយើងបាត់ម៉ាស៊ីនបើកវិញក៏ជាប់ហ្នឹងដែរអូខេអញ្ចឹងរបៀបក្នុងការកំណត់ក្តារម្ដងប្រើបានរហូតនៅក្នុងកម្មវិធី Word